បាទសួស្តីទាំងអស់គ្នាថ្ងៃនេះក្រុមហ៊ុន MJQE ក៏ប្រកាសផ្លូវការពីការបែងចែកភាគលាភរបស់គាត់បាទឥឡូវយើងចូលទៅមើលបាទនៅក្នុង app CSX Trade ហ្នឹងយើងអាចចូលទៅកន្លែងបាទការផ្ដល់ព័ត៌មានហ្នឹងបន្ទាប់មកទៀតយើងរើសជាភាសាខ្មែរមកស្រួលមើលបាទ MJQE នេះបាទគាត់ទៅបង្ហាញថ្ងៃទី2ខែ5ហ្នឹងឯងហើយការបង្ហាញព័ត៌មានរបស់គាត់សម្រាប់បែងចែកភាគលាភឥឡូវយើងចូលមកមើលទាំងអស់គ្នាទី1ទម្រង់នៃការបែងចែកភាគលាភគឺគាត់បែងចែកជាសាច់ប្រាក់ទី2ចំនួនភាគលាភដែល MJQE នឹងបែងចែកទាំងអស់សរុបនឹងប្រហែលជាជាង17,000 លានរៀលឬស្មើនឹងជាង4លានដុល្លារបាទជាង4លានដុល្លារហើយទី3អនុប័ណ្ណនៃការបែងចែកហ្នឹង132% បាទហើយហេតុអីគាត់បែងចែកដល់132% បានគឺភាគលាភរបស់គាត់យកពីប្រាក់ចំណេញនិងចំណេញរក្សាទុកមកធ្វើបែងចែកបានដល់132% អនុប័ណ្ណនៃការបែងចែកហើយចំនួនភាគលាភក្នុងមួយភាគហ៊ុនគឺចែកចេញជា2ទី1សម្រាប់វិនិយោគិនសាធារណៈដែលទិញលក់លើផ្សារហ្នឹងគឺ145.60 រៀលបាទក្នុងមួយភាគហ៊ុនហើយសម្រាប់វិនិយោគិនដែលធំបាទតាំង11អ្នករបស់គាត់ហ្នឹងគឺ51.39 រៀលក្នុងមួយភាគហ៊ុនរយៈពេលនៃភាគលាភដែលគាត់នេះហ្នឹងគឺប្រចាំឆ្នាំភាគលាភគាត់មួយឆ្នាំម្ដងហើយការបរិច្ឆេទបញ្ជីឈ្មោះបាទភាគនឹងដែលត្រូវបានភាគលាភឬក៏យើងហៅថា record ដែលភាគលាភហ្នឹងគឺថ្ងៃទី12ខែ5 2025ហើយការទូទាត់ភាគលាភបាទការបរិច្ឆេទទូទាត់ភាគលាភរបស់គាត់ចាប់ពីថ្ងៃទី22ខែ5បាទហើយការបរិច្ឆេទនៃការសម្រេចហ្នឹងក៏ទៅសម្រាប់ថ្ងៃហ្នឹងទេថ្ងៃទី2ខែ5ហ្នឹងឥឡូវយើងមកមើលការបរិយាយរបស់គាត់បន្តិចmainly J Quick Education PLC បានសម្រេចធ្វើការបែងចែកភាគលាភជាសាច់ប្រាក់ដូចខាងក្រោមណាអនុម័តទៅលើការបែងចែកភាគលាភពីប្រាក់ចំណេញប្រចាំឆ្នាំ2024ហ្នឹងសរុបចំនួន17,000បាទលានរៀលបាទឬក៏ស្មើនឹង4លាន39ម៉ឺនដុល្លារជាងបាទភាគលាភក្នុងមួយឯកតាភាគហ៊ុនដោយដែលខ្ញុំបានបង្ហាញអញ្ចឹង145.6 រៀលសម្រាប់វិនិយោគិនទូទៅនិង51.39 រៀលសម្រាប់វិនិយោគិនធំរបស់គាត់រូបិយប័ណ្ណអត្រាប្តូរប្រាក់គាត់គិត4,300 រៀលក្នុង1ដុល្លារបាទមូលហេតុអនុលោមតាមសេចក្តីសម្រេចអង្គប្រជុំមហាសន្និបាតភាគហ៊ុននៅប្រចាំឆ្នាំលើកទី2របស់ក្រុមហ៊ុន Manager Coach បាទនៅថ្ងៃទី2ខែឧសភានឹងឯងអញ្ចឹងការសម្រេចនេះក៏ត្រឹមតែប្រជុំក្នុងថ្ងៃនេះហើយសម្រេចមែនទេព័ត៌មាននេះខ្ញុំបានធ្វើវីដេអូពីមុនមកដែរតែជាព័ត៌មានដែលមិនទាន់ជាការសម្រេចផ្លូវការនៅឡើយឥឡូវនេះគឺសម្រេចផ្លូវការយើងអាចមើលលិខិតជូនដំណឹងជាផ្លូវការរបស់គាត់ក្រុមនេះបានបាទអញ្ចឹងនៅលើលិខិតជូនដំណឹងជាផ្លូវការរបស់គាត់ហ្នឹងគឺបែបនេះបាទវាលម្អិតស្រួលមើលបាទនេះយើងឃើញនេះភាគលាភបាទភាគលាភប្រចាំឆ្នាំនេះគេហៅថាការបរិច្ឆេទកំណត់ទុកនៃភាគលាភថ្ងៃ12ឧសភាបាទការបរិច្ឆេទ X dividend ណាបាទថ្ងៃទី9ឧសភាអញ្ចឹងដើម្បីបានភាគលាភយើងត្រូវទិញឲ្យបានមុនថ្ងៃទី9ណាបាទហើយបើអ្នកចង់បានភាគលាភដែលកំពុងមានភាគហ៊ុនហ្នឹងលក់ថ្ងៃទី9ឧសភាហ្នឹងក៏នៅតែបានដែរថ្ងៃ X dividend ដែរគឺជាថ្ងៃដែលអ្នកលក់ហើយអ្នកតែបានភាគលាភឯអ្នកទិញទៀតបានទេអញ្ចឹងបានជារួមថ្ងៃ X dividend ដែរថ្ងៃទី9ជាថ្ងៃដែលភាគហ៊ុនធ្លាក់ថ្លៃហើយមួយទៀតយើងមើលថាតើការទូទាត់ភាគលាភណាបាទពីថ្ងៃណាដល់ថ្ងៃណាអញ្ចឹងចាប់ផ្ដើមការទូទាត់ភាគលាភ payment date ហ្នឹងគឺចាប់ពីថ្ងៃទី22ឧសភាដល់28ឧសភាអញ្ចឹងដើម្បីដឹងថាយើងបានភាគលាភប្រមាណឧទាហរណ៍ថាយើងមានភាគហ៊ុនបាទនៅថ្ងៃទី9មានថាដល់ថ្ងៃទី9ហើយយើងនៅមានភាគហ៊ុនហ្នឹងបាទយើងនៅមានភាគហ៊ុនចំនួនប្រហែល1000ហ៊ុនយ៉ាងមកបាទអញ្ចឹងយើងចង់ដឹងថាតើភាគលាភហ្នឹងចូលឬនៅបានចំនួនប្រមាណអញ្ចឹងយើងត្រូវតូលមើលហើយយើងមើលតាមថ្ងៃ22ដល់ថ្ងៃ28វាចូលចន្លោះហ្នឹងអញ្ចឹងយើងធ្វើមិនដឹងគឺយើងចូលមក CSX Trade វិញមកហើយយើងចូលមកកន្លែងនេះបាទកន្លែងសមតុល្យបាទកន្លែងសមតុល្យបន្ទាប់មកទៀតយើងមើលប្រវត្តិសមតុល្យបាទមិញយើងថាថ្ងៃទី22ណាអញ្ចឹងយើងត្រូវរើសនៅនេះបាទអញ្ចឹងយើងរើសថ្ងៃ22បន្ទាប់មកយើងអូខេបាទអូខេហើយយើងបង្ហាញមកថាវិការវានឹងលោតឡើងនេះ Bank Debt អីចឹងមកបាទ17,000 រៀលអីចឹងណាអានេះជាឧទាហរណ៍ទេជាក់ស្ដែងនៅពេលដែលឡើងថ្ងៃនោះបងប្អូនអាចធ្វើអញ្ចឹងទៅកំណត់ថ្ងៃលើនេះមកអញ្ចឹងឧទាហរណ៍ម្ដងទៀតណាបើសិនជាបងប្អូនប្រើជាភាសាអង់គ្លេសអញ្ចឹងបើបងប្អូនមើលជាភាសាអង់គ្លេសបងប្អូនត្រូវចូលនេះបាទចូល balance បាទចូល balance ហើយចូល historical balance បាទបន្តមកទៀតកំណត់ថ្ងៃនេះកំណត់តាមថ្ងៃដែលគេជឿដំណឹងថាការទូទាត់ភាគលាភឬក៏ payment date ហ្នឹងទីហោះថ្ងៃ22យើងចុច22មកបាទហើយ
យើងអូខេមកយើងចុច inquiry មកបាទអញ្ចឹងវានឹង load ឃើញហើយយើងតាមដានមើលជាប្រចាំថាលុយធ្លាក់ថ្ងៃណាអញ្ចឹងតែនេះដោយសារវាអត់តដល់ថ្ងៃចុចការឧទាហរណ៍ថាបើសិនជា payment date ហ្នឹងគាត់កំណត់ថា payment date នៅថ្ងៃទី21ខែ4ខែ5ណាបាទខែ4នឹងចុះបាទហើយដល់ថ្ងៃ23ខែ4អញ្ចឹង23ខែ4អញ្ចឹងមកបាទអញ្ចឹងយើងមើលថ្ងៃនេះ21ដល់23ខែ4អញ្ចឹងមកបាទ21ដល់25ចាស់ណា21ដល់25ខែ4អញ្ចឹង21ដល់25ខែ4ចេញ inquiry មកអញ្ចឹងលុយហ្នឹងវានឹងចេញមកហើយបាទចេញមកក្រោមហ្នឹងបាទវានឹងចេញជាលក្ខណៈដាក់លុយចូលបាទនេះគាត់ជាការឧទាហរណ៍ជូនបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទ